សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាត្រឡប់មកកាន់ Channel របស់ខ្ញុំសាជាថ្មីម្ដងទៀតហើយនៅក្នុងវីដេអូនៅក្នុងថ្ងៃនេះខ្ញុំនឹងនាំប្រិយមិត្តគ្រប់គ្នាទៅតាមដាននៅខ្សែរឿងព្រំប្រទានពិតដ៏រន្ធត់បំផុតមួយដែលបានកើតឡើងនៅក្នុងប្រទេសហ្វីលីពីនរឿងរ៉ាវដ៏រន្ធត់នេះបានកើតឡើងកាលពីចុងឆ្នាំ2021ដោយនៅថ្ងៃកើតហេតុគឺឪពុកម្ដាយមិននៅផ្ទះនោះទេដោយទុកកូនបង្កើតទាំងពីរនាក់គឺបងស្រីមានអាយុ18ឆ្នាំនិងប្អូនប្រុសមានអាយុ16ឆ្នាំឲ្យនៅផ្ទះជាមួយក្មេងស្រីកូនចិញ្ចឹមម្នាក់នៅក្នុងផ្ទះស្រាប់តែមានរឿងរ៉ាវដ៏ព្រៃផ្សៃមួយបានកើតឡើងបងប្អូនបង្កើតទាំងពីរនាក់គឺត្រូវបានគេវាយប្រហារនិងចាក់សម្លាប់យ៉ាងសាហាវឃោរឃៅរហូតដល់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមដោយប្រើប្រាស់ទាំងកាំបិតញញួរនិងដំបងបាល់បោះតែអ្វីដែលធ្វើឲ្យគ្រប់គ្នាព្រឺរោមនិងនឹកស្មានមិនដល់បំផុតនោះគឺក្រោយពីសម្លាប់ហើយឃាតករមិនបានរត់គេចខ្លួនទៅណានោះទេគេដើរចូលក្នុងបន្ទប់ទឹកងូតទឹកលាងឈាមចេញពីខ្លួនបដូរសម្លៀកបំពាក់ថ្មីរួចចាប់ផ្ដើមសម្ដែងឆាកល្ខោនដោយបង្ហោះសារលើ Facebook យំសោកសុំឲ្យគេជួយធ្វើពុតជាមានចោលប្លន់សម្រុកចូលមកក្នុងផ្ទះដើម្បីបោកប្រាស់ភ្នែកប៉ូលីសនិងមនុស្សទូទាំងប្រទេសចុះចុងក្រោយតើល្បិចកលរបស់ឃាតករត្រូវបានលាតត្រដាងដោយរបៀបណាហើយតើមកពីមូលហេតុអ្វីបានជារុញច្រានក្មេងស្រីម្នាក់ឲ្យហ៊ានធ្វើរឿងសាហាវឃោរឃៅបែបនេះបានហើយតើពួកគាត់ទទួលបានយុត្តិធម៌បែបណាពីច្បាប់អនិច្ចជនដូច្នេះចង់ដឹងថាតើមានអាចកំបាំងនិងល្បិចកលបោកប្រាស់អ្វីខ្លះកុំឲ្យខាតពេលយូរសូមមកទស្សនាវីដេអូនេះតាមពីដើមរហូតដល់ចប់ដើម្បីដឹងពីរឿងរ៉ាវពិតនិងមេរៀនជីវិតពីករណីនេះទាំងអស់គ្នានៅថ្ងៃទី10ខែធ្នូក្នុងឆ្នាំ2021លោកគ្រូបង្រៀនម្នាក់ប្រចាំសាលាក្នុងស្រុកមួយក្នុងខេត្តកូតាបាតូដែលមានទីតាំងនៅលើកោះមីនដាណាវនៃប្រទេសហ្វីលីពីនកំពុងតែស្នាក់នៅឯសាលារៀនដើម្បីជួយរៀបចំជួសជុលនិងសម្អាតថ្នាក់រៀនព្រោះតែថ្ងៃឈប់សម្រាកជិតបញ្ចប់ហើយនៅក្នុងគណៈពេលកំពុងតែធ្វើការងារនោះគាត់ស្រាប់តែទទួលបានការខលទូរស័ព្ទយ៉ាងបន្ទាន់ពីសំណាក់អ្នកជិតខាងរបស់គាត់អ្នកជិតខាងរូបនោះបានរាយការណ៍ប្រាប់ថាគាត់បានដើរកាត់ផ្ទះរបស់លោកគ្រូហើយសម្លឹងមើលតាមបងអួចឃើញផ្នែកខាងក្នុងផ្ទះគឺមានសភាពរញ៉េរញ៉ៃខុសប្រក្រតីដូចនេះគាត់សន្និដ្ឋានថាផ្ទះរបស់លោកគ្រូច្បាស់ជាត្រូវចោរលួចគាស់ចូលប្លន់យកទ្រព្យសម្បត្តិហើយគ្រាន់តែបានឮភ្លាមលោកគ្រូបានខលទូរស័ព្ទទៅជម្រាបភរិយារបស់គាត់ដែលកំពុងតែធ្វើដំណើរទៅបំពេញការងារអាជីវកម្មនៅឯក្រៅក្រុងឲ្យប្រញាប់ត្រឡប់មកផ្ទះវិញជាបន្ទាន់ចំណែកឯរូបលោកគ្រូផ្ទាល់បានលះបង់ចោលរាល់កិច្ចការងារទាំងអស់នៅសាលារួចប្រញាប់បើកឡានរត់ត្រឡប់មកកាន់ផ្ទះវិញទាំងភ័យស្លន់ស្លោពីព្រោះគាត់ដឹងច្បាស់ថាកូនរបស់គាត់កំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់កាលនោះគាត់បានទុកឲ្យកូនបង្កើតទាំងពីរនាក់គឺកុមារី Queen Margaret អាយុ18ឆ្នាំនិងកុមារា Crystal Louise Margaret អាយុ16ឆ្នាំរួមជាមួយកូនស្រីចិញ្ចឹមម្នាក់ទៀតដែលមានឈ្មោះថា Jenny Sibyal មានអាយុ16ឆ្នាំស្នាក់នៅផ្ទះជាមួយគ្នាតែ3នាក់បងប្អូនប៉ុណ្ណោះហើយចាប់តាំងពីកើតហេតុមកគឺមិនទាន់មានកូនណាម្នាក់ខលមកប្រាប់គាត់ពីរឿងចោលប្លន់នេះឡើយគ្រាន់តែរត់មកដល់មុខផ្ទះលោកគ្រូបានប្រទះឃើញថាទាំងទ្វារខាងមុខនិងទ្វារខាងក្រោយផ្ទះគឺត្រូវបានគេចាក់សោររបងជាប់ពីខាងក្នុងដោយសារតែប្រញាប់ពេកហើយមិនបានយកកូនសោជាប់នឹងខ្លួនលោកគ្រូត្រូវបង្ខំចិត្តដើរវាងទៅផ្នែកខាងក្រោយផ្ទះត្រង់បរិវេណផ្ទះបាយនៅពេលគាត់សម្លឹងមើលតាមកញ្ចក់ឃើញទិដ្ឋភាពរញ៉េរញ៉ៃខ្លាំងនៅខាងក្នុងផ្ទះគាត់ក៏បានសម្រេចចិត្តយកដុំថ្មមកវាយបំបែកកញ្ចក់បង្អួតផ្ទះបាយរួចឡើងលូនចូលទៅខាងក្នុងផ្ទះទាំងក្តីបារម្ភភ្លាមនៅពេលដែលជើងរបស់គាត់បានឈានជើងចូលទៅដល់ខាងក្នុងផ្ទះគាត់ត្រូវបានវាយប្រហារដោយក្លិនឆ្អាបឈាមយ៉ាងខ្លាំងជះមកចំពីមុខលោកគ្រូបានដកដង្ហើមញាប់ញ័រដើរសម្ដៅទៅត្រង់ទៅកាន់បន្ទប់ទទួលភ្ញៀវទាំងស្រែកហៅឈ្មោះកូនទាំង3នាក់ខ្លាំងប៉ុន្តែបរិវេណផ្ទះទាំងមូលបែរជាមានសភាពស្ងាត់ជ្រងំនិងគ្មានការឆ្លើយតបឬសញ្ញាណាមួយពីពួកនាងតតែសោះនៅពេលដែលគាត់ដើរទៅដល់បន្ទប់ទទួលភ្ញៀវគាត់ត្រូវទទួលរងនឹងការវាយប្រហារផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរពីទិដ្ឋភាពដ៏រន្ធត់ព្រឺព្រួចនៅចំពោះមុខដោយលោកគ្រូបានប្រទះឃើញកូនស្រីច្បងគឺ Queen ដេកស្លាប់ស្ដុកស្ដឹងនៅក្នុងថ្លុកឈាមដែលឈាមនោះបានជ្រាបសើមជោករហូតធ្លាយចេញពីភួយដែលរុំជុំវិញខ្លួនប្រាណរបស់នាង
នៅត្រង់ដងខ្លួនអវយវៈដៃជើងរបស់នាងគឺត្រូវបានគ្របដណ្ដប់ទៅដោយមុខរបួសកាប់ចាក់ជាច្រើនកន្លែងក្នុងនោះមានរបួសធ្ងន់ធ្ងរត្រង់មាត់របើកសាច់កាត់ផ្ដាច់សរសៃករបស់នាងយ៉ាងព្រៃផ្សៃបើផ្អែកលើរូបភាពកសោវិច័យវាមានភាពស្រដៀងទៅនឹងរបួសដែលត្រូវគេយកកាំបិតមកចាក់ហែកកញ្ចឹងកត្រង់ពីក្រោមឡើងលើហើយនៅត្រង់ក្បាលរបស់នាងក៏ត្រូវបានឃាតករយកកន្សែងមករុំជុំចិត្តខណៈពេលដែលក្រុមស្រមោចបានចាប់ដើមវាមកចោមរំសាកសពរបស់នាងទៅហើយនៅគម្លាតចម្ងាយត្រឹមតែពី3ជំហានពីទីនោះគាត់បានប្រទះឃើញសាកសពកូនប្រុសគឺលោកលូវីដេកស្លាប់ដាច់ដោយឡែកមួយកន្លែងទៀតដោយដៃទាំងពីរនិងជើងទាំងសងខាងរបស់គេគឺត្រូវបានឃាតករយកខ្សែកាបចងស្លាប់សេកមានញាត់កន្សែងក្រណាត់មួយដុំចូលទៅក្នុងមាត់ដើម្បីកុំឲ្យស្រែកហើយរាងកាយទាំងមូលរបស់គេគឺត្រូវបានគ្របដណ្ដប់ទៅដោយដានមុខរបួសចាក់និងឈាមស្រស់ៗក្នុងនាមជាឪពុកគាត់មិនចាំបាច់ត្រូវការជំនាញជាគ្រូពេទ្យកសោវិច័យឡើយក៏អាចដឹងច្បាស់ភ្លាមៗដែរថាសោកនាដកម្មមួយនេះគឺទើបតែបានកើតឡើងថ្មីៗក្តៅៗប៉ុណ្ណោះព្រោះតែដានឈាមដែលជោគជាប់ពេញដងខ្លួនរបស់លោកលូវីគឺនៅមានសភាពសើមនិងមិនទាន់ស្ងួតនៅឡើយបន្ទាប់ពីឃើញកូនបង្កើតទាំងពីរត្រូវបានគេសម្លាប់លោកគ្រូស្រាប់តែនឹកឃើញដល់កូនស្រីចិញ្ចឹមម្នាក់ទៀតគឺចេនីដែលកំពុងតែបាត់ស្រមោលគាត់បានស្រែកហៅឈ្មោះនាងផ្អើលផ្ទះរត់រកមើលគ្រប់បន្ទប់និងថែមទាំងប្រឹងចុចខលទូរស័ព្ទទៅកាន់លេខរបស់នាងទៀតផងមួយសន្ទុះធំក្រោយមកទៅចេនីព្រមបើកទ្វារដើរចេញមកពីក្នុងបន្ទប់របស់នាងក្នុងសភាពសក់ក្បាលសើមជោកដូចមនុស្សទៅតែងូតទឹកជំរះកាយរួចនៅមានទឹកមុខសម្ដែងនៅក្តីតក់ស្លុតភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងគណៈពេលកំពុងតែលួងលោមនិងអោបក្រសោបកូនស្រីចិញ្ចឹមឲ្យស្ងប់ចិត្តលោកគ្រូបានប្រញាប់ចុចទូរស័ព្ទរាយការណ៍បន្ទាន់ទៅកាន់កម្លាំងប៉ូលីសភ្លាមនៅពេលដែលកម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុពួកគាត់បានបើកប្រតិបត្តិការចោះរកនិងឆែកឆេរយ៉ាងម៉ត់ចត់មិនត្រឹមតែនៅក្នុងផ្ទះប៉ុណ្ណោះទេប៉ុន្តែរួមទាំងបរិវេណដីព្រៃជុំវិញផ្ទះផងដែរនៅត្រង់ខាងក្រៅរបងទ្វារខាងមុខក្រុមអ្នកស៊ើបអង្កេតបានរើសបានអាវយឺតដៃខ្លីមួយដែលមានប្រឡាក់ទៅដោយដានឈាមជោគជាំដែលអាវនេះត្រូវបានគេជឿជាក់ថាជាអាវដែលឃាតករបានបោះចោលនៅខណៈពេលដែលគេកំពុងតែរត់គេចខ្លួនចាក់ចេញពីផ្ទះនោះលើពីនេះនៅគម្លាតចម្ងាយប្រហែលពី300ម៉ែត្របំបែកចេញពីផ្ទះក្រុមកងកម្លាំងប៉ូលីសក៏បានរកឃើញថង់ផ្លាស្ទិកសម្ងាត់មួយកញ្ចប់ទៀតត្រូវបានគេយកមកបោះចោលក្នុងប្រឡាយទឹកដែលនៅខាងក្នុងថង់នោះគឺមានលាក់នៅខោវែងនិងខោខ្នងដែលជោគជាំដោយដានឈាមដែលវត្ថុតម្រុយទាំងនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានភ្លាមថាច្បាស់ជាមានទំនាក់ទំនងអាចកំបាំងជាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងឃាតកម្មទៅលើបងប្អូនត្រកូលមកវ៉ាត់នេះចាក់ជាមិនខាននៅក្នុងបរិវេណខាងក្នុងផ្ទះក្រុមអ្នកស៊ើបអង្កេតបានរកឃើញបំណែកលោហៈមុខកំបិតមួយដើមដែលបានបាក់ដាច់ចេញពីដងកាន់ជ័រដែលគេរកឃើញវានៅក្បែរត្រង់មាត់ទ្វារខាងមុខព្រមជាមួយគ្នានោះក៏មានបំណែកកញ្ចក់និងដបកែវបាក់បីជាច្រើនរាយប៉ាយពីពេញកម្រាលឥដ្ឋនៃបន្ទប់ទទួលភ្ញៀវខណៈពេលដែលដានឈាមរបស់ជនរងគ្រោះបានហូរលាយឡំគ្នាជារូបភាពនៃល្បាយឈាមដែលមានទាំងសភាពស្ងួតកកនិងឈាមខ្លះទៀតនៅរាវស្រស់ៗនៅឡើយនៅត្រង់ចន្លោះកណ្ដាលរវាងសាកសពទាំងពីរប៉ូលីសបានប្រទះឃើញអំរុយជាច្រើនរួមមានកាំបិតចិតបន្លែប្រឡាក់ឈាមឈើវាយបេសបលនិងញញួរដែកមួយដើមផ្អែកលើការពិនិត្យស្ថានភាពដានឈាមក្រុមកម្លាំងសមត្ថកិច្ចបានវាយតម្លៃកំណត់ពេលវេលានៃការស្លាប់របស់ជនរងគ្រោះគឺបានកើតឡើងនៅក្នុងចន្លោះពី50នាទីទៅ1ម៉ោងមុនពេលដែលឪពុកមកដល់ក្រុមប៉ូលីសកសោវិច័យក៏បានបើកប្រតិបត្តិការប្រមូលស្នាមរាមដៃសំណាកប្រឡាក់ឈាមនិងសំណាកសរសៃសក់ទាំងអស់ដែលជ្រុះនៅលើកម្រាលព្រំដើម្បីយកទៅវិភាគតាមរយៈការត្រៀមទាត់ដើមវិទ្យាសាស្ត្រក្រុមគ្រូពេទ្យបានរកឃើញថាសំណាកឈាមដែលស្ងួតនិងកកភាគច្រើនគឺជារបស់កូនស្រីច្បង Queen ខណៈពេលដែលសំណាកឈាមដែលនៅរាវស្រស់និងកំពុងហូរគឺជារបស់កូនប្រុស Louis ដែលចំណុចនេះមានន័យថា Queen ក៏ត្រូវបានឃាតករវាយប្រហារសម្លាប់មុនបន្ទាប់មកទៅពួកគេងាកមកធ្វើឃាតប្អូនប្រុសរបស់នាងបន្តតាមពិតទៅសាកសពឡើងរឹងដៃរឹងជើងគឺបានចាប់ផ្ដើមកើតមានឡើងនៅលើរាងកាយរបស់ Queen រួចទៅហើយភស្តុតាងមួយទៀតដែលជួយគ្រប់គ្រងដល់ទ្រឹស្ដីស៊ើបអង្កេតនេះគឺការដែលដៃនិងជើងរបស់ Louis ត្រូវបានគេយកខ្សែកាបមកចងយ៉ាងណែនប៉ុន្តែនៅលើរាងកាយរបស់ Queen បែរជាមិនមានការចងអ្វីទាល់តែសោះ
សកម្មភាពចងដងខ្លួននេះគឺត្រូវបានធ្វើឡើងក្នុងបំណងចង់បិទផ្លូវមិនឲ្យលូវីសអាចមានឱកាសរើបំរាស់វាយតបតឬចូលមកជួយអន្តរាគមន៍ការពារបងស្រីរបស់គេបានឡើយនៅក្នុងខណៈពេលដែលពួកនាងកំពុងតែរងការធ្វើទារុណកម្មក្រុមប៉ូលីសក៏បានសន្និដ្ឋានថាកំបិតដែលបាក់កំបិតចាត់បន្លែដំបងឈើ baseball និងញញួរដៃទាំងនោះគឺជាអាវុធពិឃាតដែលឃាតករបានប្រើប្រាស់ប្រព្រឹត្តបទល្មើសផ្អែកលើទម្រង់នៃមុខរបួសដែលមានច្រើនសន្តានខុសៗគ្នាទាំងរបួសកាប់ចាក់និងរបួសវាយដំទង្គិចការប្រើប្រាស់អាវុធពិឃាតច្រើនមុខរួមគ្នាព្រមទាំងរឿងដែលបង្ហាញថាលូវីសត្រូវរងការចាប់ចងបង្ខាំងទុកនៅក្នុងខណៈពេលដែល Queen ត្រូវបានគេវាយប្រហារសម្លាប់ក្នុងពេលដំណើរគ្នានោះបានរុញច្រានឲ្យក្រុមប៉ូលីសដាក់ការជឿជាក់យ៉ាងមុតមមតាំងពីដំបូងថាសំណុំរឿងឃាតកម្មដល់ព្រៃផ្សៃមួយនេះមិនមែនជាសកម្មភាពរបស់មនុស្សតែម្នាក់ឯងឡើយគឺត្រូវតែមានក្រុមកម្លាំងឃាតករចូលរួមធ្វើសកម្មភាពច្រើនអ្នកយោងតាមសម្ដីរបស់លោកគ្រូជាឪពុកបានបញ្ជាក់ប្រាប់ប៉ូលីសថារាល់វត្ថុពិឃាតដែលបន្សល់ទុកនៅកន្លែងកើតហេតុទាំងអស់នោះគឺសុទ្ធសឹងតែជាសម្ភារៈផ្ទះបាយនិងជាឧបករណ៍ជាងដែលជារបស់ផ្ទាល់ខ្លួនរបស់គាត់នៅក្នុងផ្ទះទាំងអស់គឺឃាតករមិនបានយកអាវុធពីខាងក្រៅមកឡើយនៅពេលដើរចូលទៅពិនិត្យផ្នែកខាងក្នុងផ្ទះបន្ថែមទៀតក្រុមប៉ូលីសបានរកឃើញថាបន្ទប់នីមួយៗគឺសុទ្ធសឹងតែត្រូវបានគេកាយរុះរើកំទេចចោលយ៉ាងរញ៉េរញ៉ៃអ្វីដែលជាតម្រុយគួរឲ្យសង្ស័យបំផុតនោះគឺម៉ាស៊ីនបោកគក់របស់គ្រួសារនេះគឺត្រូវបានគេចុចដំណើរការប្រើប្រាស់ថ្មីប៉ុន្តែនៅខាងក្នុងម៉ាស៊ីនបែរជាគ្មានសម្លៀកបំពាក់ដែលទើបនឹងបោកស្អាតណាមួយឡើយលើកលែងតែសម្លៀកបំពាក់ប្រឡាក់ឈាមមួយកំប្លែដែលពួកគេបានរកឃើញនៅក្នុងថង់ប្លាស្ទិកបោះចោលក្នុងប្រឡាយទឹកក្បែរនោះភស្តុតាងនេះបង្ហាញថាឃាតករបានសម្រេចចិត្តសង្ងំស្នាក់នៅក្នុងផ្ទះកើតហេតុដើម្បីបើកម៉ាស៊ីនបោកគក់ងូតទឹកសម្អាតខ្លួនប្រាណនិងលាងជម្រះដានឈាមចេញពីសម្លៀកបំពាក់របស់ខ្លួនជាមុនសិនដោយមិនបានរត់គេចខ្លួនចាក់ចេញពីកន្លែងកើតហេតុភ្លាមៗទេដែលទង្វើនេះបានបញ្ជាក់យ៉ាងច្បាស់ថាឃាតករមានអារម្មណ៍ស្ងប់ស្ងាត់មានសតិដឹងខ្លួនពេញលេញនិងឈាមត្រជាក់ខ្លាំងណាស់នៅក្នុងកំឡុងពេលកំពុងប្រព្រឹត្តបទល្មើសភ្លាមនោះកម្លាំងប៉ូលីសហ្វីលីពីនបានចាប់ផ្ដើមបើកយុទ្ធនាការតាមប្រមាញ់វែកមុខរកក្រុមកម្លាំងឃាតករព្រមទាំងបានប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តរហូតដល់ទៅពី25,000 ពេសូហ្វីលីពីនសម្រាប់បុគ្គលណាដែលផ្ដល់តម្រុយឈានទៅដល់ការចាប់ខ្លួនលុះដល់ថ្ងៃទី13ខែធ្នូឆ្នាំ2021ប្រតិបត្តិការធ្វើកសោវិច័យសាកសពត្រូវបានធ្វើឡើងជាផ្លូវការលទ្ធផលពីគ្រូពេទ្យកសោវិច័យបានលាតត្រដាងនៅភាពសាហាវខុសខើព្រៃផ្សៃណាស់ដោយសារតែសាកសពកូនស្រីច្បង Queen មានរងនៅមុខរបួសចាក់និងមុខរបួសកាត់សាច់រហូតដល់ទៅ32កន្លែងពេញរាងកាយអ្វីដែលខ្លោចផ្សានោះគឺស្លឹកត្រចៀកម្ខាងរបស់នាងត្រូវបានឃាតករកាត់ផ្ដាច់ចេញចំណែកឯត្រង់បរិវេណកញ្ចឹងកនិងដើមដៃខាងស្ដាំរបស់នាងគឺស្ទើរតែត្រូវបានគេកាប់ដាច់ចេញពីគ្នាទៅហើយនាងក៏មានស្នាមជាំខ្លាំងនិងមានការបាក់ឆ្អឹងជាច្រើនកន្លែងនៅលើដងខ្លួននិងអវយវៈដៃជើងដែលរបួសបាក់ឆ្អឹងទាំងនេះគឺបណ្ដាលមកពីការវាយទង្គិចដោយកម្លាំងញញួរដែកនិងដំបងឈើ baseball នៅត្រង់ខ្នងដៃទាំងសងខាងរបស់នាងគឺមានឡើងពណ៌ស្វាយជាំខ្មៅនិងពោពេញទៅដោយមុខរបួសការពារខ្លួនដែលនេះបញ្ជាក់ថានាងបានប្រឹងប្រែងរើបំរាស់និងតតាំងប្រយុទ្ធជាមួយឃាតករយ៉ាងស្វិតស្វាញមុនពេលបាត់បង់ជីវិតចំណែកឯសាកសពកូនប្រុសលូវីសគឺត្រូវរងនៅវាសនាអាក្រក់និងឈឺចាប់ខ្លាំងជាងបងស្រីទៅទៀតដោយដងខ្លួនរបស់គេគឺមានរងនៅមុខរបួសត្រូវគេចាក់ដោយកាំបិតរហូតដល់ទៅ51កន្លែងពាសពេញរាងកាយដែលក្នុងនោះមានមុខរបួសចាក់ជាច្រើនកន្លែងគឺមានជម្រៅជ្រៅខ្លាំងរហូតដល់ថ្នាក់អាចមើលឃើញឆ្អឹងនិងគ្រឿងក្នុងផ្នែកខាងក្នុងនៃរាងកាយយ៉ាងរន្ធត់នៅត្រង់បរិវេណករបស់គាត់ក៏មានស្នាមខ្សែក្រហមកកឈាមព័ទ្ធជុំវិញដែលចង្អុលបង្ហាញពីសកម្មភាពរងការរឹតកយ៉ាងខ្លាំងហើយបើតាមការសន្និដ្ឋានរបស់ប៉ូលីសព្រឹត្តិការណ៍ធ្វើទារុណកម្មរឹតកនេះគឺទំនងជាកើតឡើងនៅក្នុងខណៈពេលដែលគាត់ត្រូវបានឃាតករបង្ខំឲ្យអង្គុយមើលបងស្រី Queen ត្រូវបានគេកាប់សម្លាប់ស្លាប់បាត់បង់ជីវិតនៅចំពោះមុខគាត់ក៏មានបានរបួសរងការវាយដំដោយវត្ថុរឹងចំដងខ្លួននិងដៃជើងដូចគ្នាប៉ុន្តែនៅលើរាងកាយរបស់គាត់គឺគ្មានបន្សល់ទុកនៅមុខរបួសការពារខ្លួនណាមួយឡើយព្រោះតែដៃជើងទាំងសងខាងត្រូវគេចងស្លាបសេកជាប់ទៅហើយស្
ឋានភាពសាកសពរបស់បងប្អូនបង្កើតទាំងពីរនាក់គឺត្រូវបានក្រុមកម្លាំងឃាតករកាត់កំទេចនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរហួសហេតុពេករហូតដល់ថ្នាក់នៅក្នុងដំណាក់កាលរៀបចំពិធីបុណ្យសពក្រុមគ្រូពេទ្យត្រូវចំណាយពេលតស៊ូដេរភ្ជាប់សាច់និងតុបតែងកែច្នៃរាងកាយអស់រយៈពេល2ថ្ងៃពេញទើបអាចមានរូបរាងសមរម្យល្មមអាចឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីបានផ្អែកលើការពិនិត្យសាកសពគឺគ្មានជនរងគ្រោះណាម្នាក់បង្ហាញពីសញ្ញានៃការរងការរំលោភបំពានផ្លូវភេទឡើយដោយសារតែទង្វើឃាតកម្មនេះមានកម្រិតភាពសាហាវឃោរឃៅខ្លាំងហួសហេតុពេកក្រមប៉ូលីសបានប្រកាសច្រានចោលទាំងស្រុងនៅសមិទ្ធកម្មឬជំហរដំបូងដែលចោទថាគ្រាន់តែជាករណីប្លន់ធម្មតាក្រុមអ្នកស៊ើបអង្កេតបានវាយតម្លៃថាក្រុមកម្លាំងឃាតករច្បាស់ជាស្គាល់និងមានគំនុំតខ្លួនជាមួយបងប្អូនទាំងពីរចំណែកឯទស្សនវិជ្ជាដែលបន្ទប់នីមួយៗត្រូវបានគេកាយរុះរើឆែកឆេរនោះគឺគ្រាន់តែជាល្បិចកលបង្កើតឆាកល្ខោនដើម្បីបង្វែរដានសមត្ថកិច្ចតែប៉ុណ្ណោះភស្តុតាងគឺគ្មានទ្រព្យសម្បត្តិមានតម្លៃណាមួយនៅក្នុងផ្ទះត្រូវបានបាត់បង់ឡើយលើកលែងតែទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់ Queen មួយគ្រឿងគត់ដែលបានបាត់រីឯសម្ភារៈផ្សេងទៀតគ្រាន់តែត្រូវគេក្រវែងរាយប៉ាយជុំវិញប៉ុន្តែมันមានការបាត់បង់អ្វីឡើយម្យ៉ាងវិញទៀតវាក៏ជារឿងដែលចម្លែកខុសប្រក្រតីខ្លាំងណាស់ដែលក្រុមឃាតករហ៊ានចូលមកប្រព្រឹត្តបទឧក្រិដ្ឋកម្មនិងប្រើពេលយប់បែបនេះនៅក្នុងពេលថ្ងៃត្រង់ជំនួសឲ្យការរងចាំឱកាសស្ងាត់នៅក្នុងពេលយប់ងងឹតនៅមុនពេលដែលលទ្ធផលធ្វើកសោវិច័យផ្លូវការត្រូវបានប៉ូលីសប្រកាសជាសាធារណៈក្រុមអ្នកលេងអ៊ីនធឺណិតនិងពលរដ្ឋហ្វីលីពីនរាប់ម៉ឺននាក់បាននាំគ្នាសម្រុកចូលមកចោទប្រកាន់និងទម្លាក់កំហុសចំទៅលើចេននេះយ៉ាងចាស់ដៃពួកគាត់បានលើកឡើងនៅចំណុចសងសឹកសមហេតុផលជាច្រើនដូចជានាងអាចរក្សាជីវិតបានតែម្នាក់ឯងក្នុងផ្ទះអាវុធពិឃាតទាំងអស់គឺយកចេញពីក្នុងផ្ទះបាយទ្វាររបងខាងមុខក៏ត្រូវបានចាក់សោជាប់ពីខាងក្នុងជិតឈឹងសន្ទុះនៃកំហឹងនៅលើបណ្ដាញសង្គមបានកើនឡើងខ្លាំងរហូតដល់ថ្នាក់មានអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានផ្ញើសារមកគំរាមកំហែងសម្រាប់ចេននេះដោយផ្ទាល់ថែមទៀតផងដោយសារតែការសង្ស័យខ្លាំងលើឫកពារបស់នាងមិនយូរប៉ុន្មានក្រុមកម្លាំងប៉ូលីសព្រហ្មទណ្ឌបានកោះហៅចេននេះមកអង្គុយនៅក្នុងបន្ទប់សួរចម្លើយដើម្បីសាកសួរដេញដោលនៅពេលនោះចេននេះបានផ្ដល់សក្ខីកម្មកុហកនិងរៀបរាប់ប្រឌិតរឿងប្រាប់ប៉ូលីសថានៅថ្ងៃកើតហេតុនាងកំពុងតែអង្គុយរៀននិងធ្វើកិច្ចការសាលារួមគ្នាជាមួយបងស្រីច្បង Queen នៅក្នុងបន្ទប់គេងនៅជាន់ខាងលើខណៈពេលដែលប្អូនប្រុសលោក Louis កំពុងតែសម្រាកនៅជាន់ក្រោមត្រង់បន្ទប់ទទួលភ្ញៀវនៅក្នុងកំឡុងពេលកំពុងរៀនសូត្រនោះពួកនាងស្រាប់តែឮសំឡេង Louis ស្រែកយំយ៉ាងខ្លាំងចេញពីជាន់ខាងក្រោមនិងបានស្រែកប្រាប់ទាំងស្លន់ស្លោថាមានក្រុមកម្លាំងបរោះចម្លែកចំនួន3នាក់បានលួចគាស់ទ្វារសម្រុកចូលមកខាងក្នុងផ្ទះហើយនាងបានបន្តកុហកថាគ្រាន់តែឮភ្លាមនាងនិងបងស្រីបានស្ទុះរត់ចុះមកជាន់ក្រោមរួចបានប្រទះឃើញទិដ្ឋភាពក្រុមកម្លាំងឃាតករប្រដាប់អាវុធចំនួន3នាក់កំពុងតែព្រួតគ្នាប្រើប្រាស់កាំបិតញញួរនិងដំបងបេសបលវាយដំធ្វើទារុណកម្មទៅលើដងខ្លួនរបស់ Louis យ៉ាងព្រៃផ្សៃមួយប្រព្រឹត្តផ្នែកក្រោយមកក្រុមចោរទាំងនោះបានក្រឡេកឃើញពួកនាងរួចបានស្ទុះរត់សម្ដៅមកចាប់ខ្លួន Queen យ៉ាងលឿនចំណែករូបនាងវិញដោយសារតែភ័យពេកក៏បានសម្រេចចិត្តរត់ត្រឡប់ឡើងទៅជាន់ខាងលើចូលទៅក្នុងបន្ទប់គេងរបស់ខ្លួនរួចរត់ទៅសង្ងំលាក់ខ្លួននៅពីក្រោមគ្រែដេកយ៉ាងស្ងៀមស្ងាត់នាងបានដោះសារថាក្រុមចោរទាំង3នាក់នោះប្រហែលជាមិនបានឃើញរូបនាងឬមិនមានចេតនាចង់តាមមកសម្លាប់នាងឡើយពីព្រោះចាប់តាំងពីដើមរហូតដល់ចប់គឺពួកគេមិនដែលបានឈានជើងចូលមកឆែកឆេរនៅក្នុងបន្ទប់គេងរបស់នាងទាល់តែសោះទើបនាងអាចរស់រានមានជីវិតមកដល់ពេលនេះចេននេះបានបន្តរៀបរាប់ប្រាប់ប៉ូលីសទាំងកុហកថានៅក្នុងខណៈពេលដែលកំពុងលាក់ខ្លួននៅក្រោមគ្រែនាងបានប្រើប្រាស់ទូរស័ព្ទដៃរបស់នាងដើម្បីផ្ញើសារទៅកាន់ប្រព័ន្ធក្រុមជជែកគ្រួសារហើយបន្ទាប់មកក៏បានផ្ញើសារមួយទៀតទៅកាន់ម្ដាយចិញ្ចឹមរបស់នាងដោយផ្ទាល់ដោយគ្រាន់តែសរសេរឃ្លាខ្លីថាម៉ាក់អើយជួយខ្ញុំផងប៉ុន្តែដោយសារតែម្ដាយរវល់ធ្វើការទើបសារទាំងនោះមិនត្រូវបានគេចុចមើលឡើយចំណែកឯមូលហេតុដែលនាងមិនព្រមចុចទូរស័ព្ទខលទៅហៅទៅកាន់ប៉ូលីសឬខលហៅសាច់ញាតិភ្លាមនោះគឺនាងដោះសារថាមកពីនាងភ័យខ្លាចខ្លាំងខ្លាចក្រុមគិតកឮសំឡេងនិយាយរបស់នាងរួចដើរចូលមកសម្លាប់នាងបំបត្តិដាន
បន្ទាប់មកដោយសារតែតរច្រកនាងបានសម្រេចចិត្តចូលទៅកាន់គណនៃបណ្ដាញសង្គមផ្ទាល់ខ្លួនរួចបានបង្ហោះសារអំពាវនាវជាសាធារណៈថាជួយផងមាននរណាម្នាក់បានលួចគាស់ទ្វារចូលមកក្នុងផ្ទះរបស់នាងមិនចង់ស្លាប់ទេពេលនេះនាងកំពុងតែលាក់ខ្លួននៅក្នុងបន្ទប់គេងរបស់នាងជួយនាងផងប៉ុន្តែការបង្ហោះនេះគឺស្ថិតនៅលើអ៊ីនធឺណិតបានត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះនាងក៏បានចុចលុបវាចោលទៅវិញផ្លែតពីព្រោះតែនាងភ័យខ្លាចថាប្រសិនបើក្រុមឃាតករគឺជាអ្នកស្គាល់គ្នាជិតដិតនៅក្នុងភូមិពួកគេច្បាស់ជានឹងអាចមើលឃើញការបង្ហោះសារនេះជាមិនខាននាងបានបន្តកុហកថាបន្ទាប់មកនាងបានប្រឹងខលទូរស័ព្ទទៅកាន់ម្ដាយចិញ្ចឹមម្ដងទៀតតែគាត់មិនលើកឡើយរហូតដល់ចុងក្រោយមានអ្នកភូមិម្នាក់បានឃើញការបង្ហោះសារសុំជំនួយនោះរួចខលទៅជម្រាបដំណឹងដល់ម្ដាយចិញ្ចឹមទើបម្ដាយចិញ្ចឹមប្រញាប់ចុចខលត្រឡប់មកកាន់លេខរបស់នាងវិញជាបន្ទាន់ប៉ុន្តែនៅពេលនោះនាងបែរជាមិនព្រមចុចលើកទូរស័ព្ទរបស់ម្ដាយវិញឡើយដើម្បីគាំទ្រដល់សាច់រឿងប្រឌិតរបស់ខ្លួនចេនីបានរៀបរាប់ប្រាប់ពីសកម្មភាពចម្លែកមួយចំនួនទៀតដូចជាការដែលនាងចូលទៅផ្លាស់ប្ដូរឈ្មោះអ្នកប្រើប្រាស់នៃគណនីបណ្ដាញសង្គមរបស់ខ្លួនភ្លាមក្នុងលេសថាការពារខ្លួនខ្លាចឃាតករសម្រាប់ចិត្តឆែកមើលគណនីបណ្ដាញសង្គមរបស់បងប្អូនត្រកូលម៉ាក្វាតរួចតាមមករកឃើញគណនីរបស់នាងហើយនាងក៏បានកំណត់ទូរស័ព្ទឲ្យស្ថិតនៅក្នុង silent mode ជាចុងក្រោយនៅពេលដែលសំឡេងរំខាននិងការកាប់សម្លាប់នៅជាន់ក្រោមបានស្ងប់ស្ងាត់ទៅវិញនាងក៏បានដើរចាក់ចេញពីក្នុងបន្ទប់គេងរបស់នាងយឺតទាំងក្តីតក់ស្លុតនិងភ័យខ្លាចខ្លាំងរហូតមិនហ៊ានបោះជំហានដើរចុះមកពិនិត្យមើលស្ថានភាពនៅជាន់ក្រោមឡើយនាងបានសារភាពប្រាប់ពីហេតុផលចម្លែកមួយទៀតថាមូលហេតុដែលនាងមានសក់ក្បាលសើមជោគនៅបានផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មីភ្លាមនៅពេលដែលឪពុកចិញ្ចឹមទៅតែរត់មកដល់ផ្ទះនោះគឺដោយសារតែនាងបានសម្រេចចិត្តដើរចូលទៅងូតទឹកនិងបោកសម្អាតខោអាវក្នុងបំណងចង់ជួយសម្រាលអារម្មណ៍និងធ្វើឲ្យផ្លូវចិត្តរបស់នាងបានធូរស្រាលនិងស្ងប់ចិត្តឡើងវិញតែប៉ុណ្ណោះគ្រាន់តែលើការបកស្រាយនិងលេសរឿងងូតទឹកសម្អាតខ្លួនដើម្បីឲ្យស្ងប់ចិត្តក្នុងខណៈពេលដែលបងទើបតែត្រូវបានគេកាប់សម្លាប់ស្ដុកស្ដឹងនៅក្នុងផ្ទះភ្លាមក្រុមកម្លាំងប៉ូលីសព្រហ្មទណ្ឌនិងភ្នាក់ងារស៊ើបអង្កេតទាំងអស់ស្រាប់តែមានការមន្ទិលសង្ស័យទៅលើរូបនាងផ្លែតតាំងពីពេលនោះមកព្រោះវាជាអេរយាប័តមិនប្រក្រតីភាពមិនស៊ីសង្វាក់គ្នាគឺរឿងរ៉ាវប្រឌិតរបស់ចេនីបានធ្វើឲ្យប៉ូលីសយល់ថាប្អូនប្រុសលូវីគឺជាអ្នកដែលត្រូវរងការវាយប្រហារនិងកាប់សម្លាប់មុនគេបង្អស់ប៉ុន្តែបើផ្អែកលើរាល់ភស្តុតាងកសោវិច័យវិទ្យាសាស្ត្រទាំងអស់ដែលមាននៅក្នុងដៃសមត្ថកិច្ចរកឃើញថាវាមិនមែនជាការពិតឡើយព្រោះឈាមបងស្រីស្ងួតកកមុនចំណុចគួរសង្ស័យទី2គឺនាងបានអះអាងក្តែងថាខ្លួនបានសង្ងំលាក់ខ្លួននៅក្រោមគ្រែដេករហូតពេលកើតហេតុប៉ុន្តែការពិតបន្ទប់គេងរបស់នាងក៏ត្រូវបានគេកាយរុះរើឆែកឆេះកំទេចចោលមិនចាញ់បន្ទប់ដទៃទៀតឡើយដែលតាមបែបបទគឺនាងមិនអាចគេចផុតពីខ្សែភ្នែករបស់ក្រុមចោរបានឡើយនៅក្នុងពេលដែលនាងកំពុងតែចុចប្រើប្រាស់ទូរស័ព្ទដៃនោះទាំងនេះគ្រាន់តែជាចំណុចខុសឆ្គងពីចំណុចប៉ុណ្ណោះដែលប៉ូលីសសង្ស័យប៉ុន្តែក៏នៅមានភាពមិនស៊ីសង្វាក់គ្នាខ្លាំងជាងគេមួយទៀតដែលបានរុញច្រានឲ្យក្រុមប៉ូលីសព្រហ្មទណ្ឌសម្រាប់ចិត្តស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀតរហូតឈានទៅដល់ការកោះហៅឪពុកចិញ្ចឹមមកបើកការសួរចម្លើយបំភ្លឺប្រវត្តិនៅក្នុងផ្ទះទោះបីជាចិត្តជាឪពុកមិនចង់ជឿឬមិនចង់ទទួលយកនៅគំនិតដែលថាកូនស្រីចិញ្ចឹមរបស់ខ្លួនគឺជាឃាតករដែលសម្លាប់កូនបង្កើតរបស់ខ្លួនឯងតែលោកគ្រូក៏បានសម្រេចចិត្តផ្ដល់ព័ត៌មាននិងរៀបរាប់ប្រាប់ប៉ូលីសទាំងស្ទាក់ស្ទើរអំពីរឿងរ៉ាវខុសប្រក្រតីអាចកំបាំងមួយចំនួនទៀតទី1គឺសម្ដីមិនស៊ីគ្នាដំបូងឡើយនៅពេលដែលជួបគ្នាដំបូងចេនីបានប្រាប់រឿងរ៉ាវដល់រូបគាត់ផ្សេងដាច់ស្រឡះពីអ្វីដែលនាងបានផ្ដល់សក្ខីកម្មជាផ្លូវការប្រាប់ប៉ូលីសជំនួសឲ្យការដោះសារថាទូរស័ព្ទដៃរបស់នាងត្រូវបានបិទសំឡេងនាងបែរជាជ្រុលមាត់ប្រាប់ឪពុកចិញ្ចឹមថាមកពីនាងកំពុងតែរវល់ងូតទឹកទើបមិនបានឮសំឡេងទូរស័ព្ទដៃរោដែលលេសងូតទឹកនេះគឺវាមិនសមហេតុផលតែសោះព្រោះក្នុងខណៈពេលដែលគាត់ប្រឹងខលរកនាងគឺទូរស័ព្ទរបស់នាងរលន់ឮខ្លាំងគ្មានការងូតទឹកណាអាចបិទបាំងសំឡេងបានឡើយទី2គឺអាចកំបាំងដំបងបេសបលអាវុធឈើវាយបេសបលដែលប៉ូលីសរើសបានគឺជារបស់ផ្ទាល់ខ្លួនរបស់លូវីកាលពីដំបូងឡើយនៅពេលដែលគ្រួសារបានទទួលយកចិននេះមកចិញ្ចឹមលូវីដែលជាកូនប្រុសដ៏ល្អបានលះបង់បន្ទប់ដោយយល់ព្រមប្ដូរមកដេកនៅលើសាឡុងជាន់ក្រោមវិញដើម្បីទុកគ្រែដេកជាន់លើឲ្យចិននេះស្នាក់នៅហើយនៅត្រង់ទីតាំងគ្រែជាន់លើនោះឯងគឺជាកន្លែងដែលលូវីតែងតែទុកដំបងបេសបលផ្ទាល់ខ្លួនរបស់គេជានិច្ចដែលចំណុចនេះមានន័យថាមានតែមនុស្សដែលស្នាក់នៅក្នុងបន្ទប់នោះប៉ុណ្ណោះទើបអាចដឹងនិងយកដំបងនោះមកប្រើប្រាស់បានទី3គឺអាចកំបាំងញញួរដែក
ញញួរដៃគឺជាឧបករណ៍ដែលលោកគ្រូប្រើប្រាស់សម្រាប់ជួសជុលផ្ទះគាត់តែងតែយកវាទៅលាក់ទុកនៅពីក្រោយម៉ាស៊ីនបោកគក់មានមនុស្សតែ3នាក់គត់ដែលបានដឹងឮពីទីតាំងលាក់ញញួរមួយនេះគឺរូបលោកគ្រូផ្ទាល់កូនស្រីច្បងគវិននិងកូនស្រីចិញ្ចឹមចេននេះតែប៉ុណ្ណោះចោលពីខាងក្រៅមិនអាចរកឃើញក្នុងពេលដ៏ខ្លីឡើយចុងក្រោយសកម្មកម្មចុងក្រោយបង្អស់បានមកពីសាក្សីម្នាក់ដែលបានឃើញព្រឹត្តិការណ៍ផ្ទាល់ភ្នែកដែលគាត់អាចជាដំរីបំបីក្តីគាត់គឺជាភ្នាក់ងារបើកបរឡានដឹកជញ្ជូនទំនិញម្នាក់ដែលគាត់បានបើកឡានមកដល់មុខផ្ទះកាត់ហេតុត្រឹមតែរយៈពេល18នាទីប៉ុណ្ណោះនៅមុនពេលដែលអ្នកជិតខាងខលទូរស័ព្ទទៅជម្រាបដំណឹងដល់លោកគ្រូភ្នាក់ងារដឹកទំនិញរូបនោះបានឆ្លើយប្រាប់ប៉ូលីសថាកាលនោះគាត់បានឈរស្រែកហៅម្ចាស់ផ្ទះខ្លាំងៗជាច្រើនដងថាមានទំនិញមកដឹកជញ្ជូនមកឲ្យប៉ុន្តែមិនមានការឆ្លើយតបឡើយគាត់នៅតែបន្តស្រែកប្រកាសក្តែងរហូតដល់ថ្នាក់ភ្នែករបស់គាត់បានក្រឡេកទៅប្រទះឃើញយ៉ាងច្បាស់ថាមានស្ត្រីម្នាក់បានអើតក្បាលតាមចន្លោះប្រហោងទ្វារមកសម្លឹងមើលមុខរបស់គាត់ទាំងភ័យខ្លាចរួចក៏ប្រញាប់ដើរគេចខ្លួនត្រឡប់ចូលទៅក្នុងផ្ទះវិញភ្លាមៗត្រឹមតែមួយប៉ព្រៃភ្នែកដែលស្ត្រីម្នាក់នោះត្រូវបានប៉ូលីសសង្ស័យថាគឺជាចេននេះពេលដែលនាងទើបតែព្រួតគ្នាធ្វើទរណកម្មកាប់សម្លាប់បងរួចរាល់ជាចុងក្រោយដោយសារតែទ្វារផ្ទះទាំងសងខាងត្រូវបានចាក់សោជិតឈឹងពីខាងក្នុងដូចនេះមានតែមនុស្ស3នាក់គត់ដែលស្ថិតនៅក្នុងលក្ខខណ្ឌអាចដឹងពីអាចកំបាំងនៃឃាតកម្មនេះបុគ្គលទាំងនោះរួមមានលោកគ្រូជាឪពុកដែលកំពុងរបរជួសជុលនៅសាលារៀនភរិយាដែលកំពុងធ្វើដំណើរទៅបំពេញការងារអាជីវកម្មនៅឆ្ងាយនិងចេននេះដែលជាមនុស្សតែម្នាក់គត់ដែលស្ថិតនៅកន្លែងកាត់ហេតុផ្ទាល់ហើយកំពុងតែត្រូវប៉ូលីសដេញដោលទាន់ដានកុហកជាច្រើនករណីតែដោយសារតែនៅក្នុងកំឡុងពេលនោះចេននេះគឺនៅជាអនិច្ចជនមានអាយុក្រោម18ឆ្នាំដូចនេះរាល់វិធានការច្បាប់ដែលប៉ូលីសអាចអនុវត្តមកលើរូបនាងគឺត្រូវរងការកំណត់កម្រិតជាខ្លាំងហើយការចាប់ខ្លួនអនិច្ចជនទាំងប្រញាប់ប្រញាល់ដោយគ្មានភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់គឺជារឿងមួយដ៏លំបាកស្មុគស្មាញខ្លាំងណាស់ផ្អែកទៅលើប្រព័ន្ធច្បាប់ការពារកុមារនៅក្នុងប្រទេសហ្វីលីពីនអាស្រ័យហេតុនេះជំនួសឲ្យការចាប់ដាក់គុកភ្លាមក្រមប៉ូលីសបានសម្រេចចិត្តបញ្ជូននាងទៅដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងនិងការតាមដានយ៉ាងតឹងរ៉ឹងពីសំណាក់ក្រសួងអភិវឌ្ឍសង្គមនិងសុខុមាលភាពជាបណ្ដោះអាសន្នរួចបង្វែរការស៊ើបអង្កេតទៅលើក្រុមកម្លាំងឃាតកររួមដៃដែលបានកាប់សម្លាប់បងប្អូនទាំងពីរនាក់នោះវិញពីព្រោះមានចំណុចមួយដែលចេននេះនិយាយការពិតគឺសំណុំរឿងនេះពិតជាមានឃាតករចូលរួមធ្វើសកម្មភាពច្រើនអ្នកពិតប្រាកដមែននៅថ្ងៃទី15ខែធ្នូក្នុងឆ្នាំ2021ក្រុមប៉ូលីសកសោវិច័យបានរកឃើញស្នាមម្រាមដៃរបស់ចេននេះពាសពេញអាវុធឃាតកម្មទាំងនោះប៉ុន្តែវាមិនមែនជាភស្តុតាងដ៏រឹងមាំឡើយព្រោះនាងរស់នៅក្នុងផ្ទះនោះស្រាប់ដូចនេះការមានស្នាមម្រាមដៃជាប់នឹងសម្ភារៈផ្ទះបាយគឺជារឿងធម្មតាក្នុងពេលដដែលនោះខាងក្រសួងសុខុមាលភាពសង្គមក៏បានចាត់ចែងផ្តល់ជូនមេធាវីការពារក្តីម្នាក់មកជួយការពារក្តីឲ្យនាងដែលឥតគិតថ្លៃផងដែរលុះឈានចូលមកដល់ថ្ងៃទី16ខែធ្នូក្រោមការណែនាំផ្លូវច្បាប់ចេននេះក៏បានសម្រេចចិត្តទម្លាយចម្លើយសារភាពការពិតទាំងស្រុងទៅកាន់មេធាវីរូបនោះជុំវិញផែនការដែលនាងបានរៀបចំឡើងចេននេះបានលាតត្រដាងថាក្រុមកម្លាំងឃាតករដែលព្រួតគ្នាធ្វើទារុណកម្មកាប់សម្លាប់បងប្អូនបង្កើតទាំងពីរនាក់គឺមានរូបនាងផ្ទាល់រួមដៃសហការជាមួយមិត្តប្រុសអាយុ21ឆ្នាំរបស់នាងព្រមទាំងមិត្តភ័ក្តិប្រុសម្នាក់ទៀតអាយុ17ឆ្នាំដែលនាងធ្លាប់រស់នៅនឹងធំធាត់ឡើងជាមួយគ្នាកាលពីនៅស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាដែលគាត់មានឈ្មោះថា Esmeralda Canedo នៅពេលដែលត្រូវមេធាវីសាកសួរដេញដោលអំពីមូលហេតុពិតប្រាកដដែលនាំឲ្យនាងដាច់ចិត្តធ្វើបាបបងប្អូនចិញ្ចឹមទាំងព្រៃផ្សៃបែបនេះចេននេះក៏បានឆ្លើយសារភាពទាំងទឹកមុខត្រជាក់ស្រេបថាខ្លួនមានចិត្តស្អប់ខ្ពើមចងគំនុំនិងច្រណែនឈ្នានីសយ៉ាងខ្លាំងទៅលើ Queen និង Louis ពីព្រោះតែនាងមិនអាចទ្រាំមើលបាននៅរាល់ទម្រង់នៃសេចក្តីស្រឡាញ់លួយកាក់និងការថែទាំដ៏កក់ក្ដៅដែលឪពុកម្ដាយចិញ្ចឹមតែងតែផ្ដល់ជូនទៅឲ្យកូនបង្កើតទាំងពីរនាក់របស់ពួកគាត់គូក្បាលរបស់នាងបានគិតឃើញថាវិធីសាស្ត្រតែមួយគត់ដែលល្អបំផុតគឺនាងត្រូវតែរៀបចំផែនការកំចាត់និងសម្លាប់កូនបង្កើតទាំងពីរនាក់នោះចោលពីលើលោកនេះដើម្បីធ្វើយ៉ាងណាឲ្យរូបនាងคล้ายជាកូនតែម្នាក់គត់ដែលនៅសេសសល់នៅក្នុងផ្ទះហើយនៅពេលនោះឪពុកចិញ្ចឹមនឹងត្រូវបង្ខំចិត្តងាកមកមើលថែទាំផ្ដល់លុយកាក់និងផ្ដល់រាល់សេចក្តីស្រឡាញ់ទាំងអស់មកលើរូបនាងវិញតែម្នាក់គត់ជំនួសវិញនៅក្នុងរបាយការណ៍ចិត្តសាស្ត្រព្រហ្មទណ្ឌបានបញ្ជាក់ថាចំណុចដ៏ធំបំផុតដែលរុញច្រានឲ្យនាងបង្កើតផែនការមួយនេះ
គឺការឡើងចេញពីមហិច្ឆតាចង់ដណ្ដើមឋានៈនិងចង់ជំនួសតំណែងរបស់បងស្រីច្បងកវិននៅក្នុងគ្រួសារទាំងស្រុងតែម្ដងយោងតាមសម្ដីរបស់នាងបានរៀបរាប់ទាំងអាត្មានិយមថាបន្ទាប់ពីបានចំណាយពេលវេលាវ័យកុមារធំធាត់ឡើងយ៉ាងឯកោនិងរងទុក្ខវេទនានៅក្នុងមណ្ឌលកុមារកំព្រាដែលគ្មានសាច់ញាតិឬមាននរណាម្នាក់មកខ្វល់ខ្វាយមើលថែទាំនាងនោះនៅពេលដែលនាងត្រូវបានគ្រួសារត្រកូលម៉ាក្វាតទទួលមកចិញ្ចឹមនាងមិនចង់បែងចែកក្តីស្រឡាញ់និងការយកចិត្តទុកដាក់ដែលនាងទើបតែទទួលបាននេះទៅឲ្យកូនបង្កើតទាំងពីរនាក់នោះឡើយបន្ទាប់ពីបានលាតត្រដាងប្រាប់រឿងរ៉ាវទាំងអស់នេះទៅកាន់ភាគីមេធាវីការពារក្តីរួចរាល់នាងក៏ត្រូវបានគេនាំខ្លួនទៅធ្វើសេចក្តីថ្លែងការណ៍និងទម្លាយចម្លើយសារភាពជាផ្លូវការនៅចំពោះមុខក្រុមកម្លាំងប៉ូលីសព្រហ្មទណ្ឌនៅក្នុងថ្ងៃទី18ខែធ្នូឆ្នាំ2021តែវាមិនមែនជាការសួរចម្លើយដ៏ងាយស្រួលនោះឡើយព្រោះចេននេះនៅតែបន្តក្រឡាសម្ដីនិងផ្លាស់ប្ដូរចម្លើយសារភាពរបស់ខ្លួនជាបន្តបន្ទាប់ដោយនាងបានព្យាយាមកុហកប៉ូលីសសារជាថ្មីថាក្រុមកម្លាំងដែលបានធ្វើឃាតគឺមានតែរូបនាងនិង Esmeralda តែពីរអ្នកបណ្ណោះចំណែកមិត្តប្រុសអាយុ21ឆ្នាំដែលនាងធ្លាប់និយាយប្រាប់មេធាវីកាលពីមុននោះគឺមិនមានជាប់ពាក់ព័ន្ធមិនមានវត្តមាននៅក្នុងផ្ទះកាត់ហេតុឡើយដើម្បីប្រឹងជួយលាក់បាំងកុំឲ្យសង្សាររបស់នាងត្រូវជាប់គុកតែក្រុមប៉ូលីសបានប្រើប្រាស់វិធានការជំនាញតាមដាននិងឈានដល់ការពាត់ចាប់ខ្លួន Esmeralda បានសម្រេចដោយជោគជ័យដោយជនល្មើសមិនមានការតតាំងឬប្រកែកប្រឆាំងអ្វីឡើយជនជាប់ចោទរូបនេះបានព្រមឱនក្បាលសារភាពកំហុសគ្រប់យ៉ាងហើយលទ្ធផលនៃការព្រៀមទាត់កសោបវិច័យវិទ្យាសាស្ត្រក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថាការនោះគំរូដានឈាមដែលប៉ូលីសយកបាននៅលើសម្លៀកបំពាក់ដែលគេបោះចោលនៅក្នុងប្រឡាយទឹកនោះគឺពិតជាសំណាក់ឈាមរបស់ជនជាប់ចោទរូបនេះពិតប្រាកដមែនប៉ុន្តែដោយសារតែនៅក្នុងកំឡុងពេលនោះលោក Esmeralda មានអាយុត្រឹមតែ17ឆ្នាំដែលត្រូវជាអនិច្ចជនដូចជានេះដែរហើយដូចនេះស្របទៅតាមប្រព័ន្ធច្បាប់ការពារកុមាររបស់ប្រទេសហ្វីលីពីនដំបូងឡើយគាត់ក៏ត្រូវបានតុលាការបញ្ជាឲ្យនាំខ្លួនទៅដាក់ឃុំឃាំងនិងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់ក្រសួងអភិវឌ្ឍសង្គមនិងសុខុមាលភាពដូចគ្នានៅក្នុងថ្ងៃដដែលនោះគឺជារឿងចៃដន្យបំផុតដោយក្រុមកម្លាំងប៉ូលីសហ្វីលីពីនបានបើកប្រតិបត្តិការចោះឆ្មក់បង្ក្រាបបទល្មើសគ្រឿងញៀនមួយកន្លែងដែលរឿងក្តីគ្រឿងញៀននេះគឺមិនមានជាប់ពាក់ព័ន្ធឬមានទំនាក់ទំនងអ្វីទាល់តែសោះជាមួយនឹងសំណុំរឿងឃាតកម្មបងប្អូនត្រកូលម៉ាក្វាតប៉ុន្តែនៅក្នុងភូមិសាស្ត្រឆ្មក់បង្ក្រាបនោះប៉ូលីសចាប់បានខ្លួនយុវជនអាយុ17ឆ្នាំម្នាក់ពីបទល្មើសកាន់កាប់រសារទុកសារធាតុញៀនខុសច្បាប់នៅពេលដែលសមត្ថកិច្ចកំពុងធ្វើការឆែកឆេរលើដងខ្លួននិងរករកពាក្យពេញផ្ទះរបស់យុវជនរូបនោះពួកគេស្រាប់តែបានប្រទះឃើញទូរស័ព្ទដៃមួយគ្រឿងដែលយុវជនរូបនោះបានទទួលទិញបន្តពីលោក Esmeralda ក្រុមអ្នកស៊ើបអង្កេតក៏បានយកលេខស៊េរីសម្គាល់នៃទូរស័ព្ទដៃនោះទៅវាយបញ្ចូលក្នុងប្រព័ន្ធដើម្បីផ្ទៀងផ្ទាត់ហើយជាលទ្ធផលវាបានលេចចេញទិន្នន័យថាគឺជាទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់ជនរងគ្រោះកវិនដែលបានបាត់បង់ជីវិតតាមពិតទៅបន្ទាប់ពីរួមដៃគ្នាធ្វើឃាតរួចលោក Esmeralda បានលួចយកទូរស័ព្ទដៃនោះចេញពីសាកសពរួចយកទៅលក់ឲ្យយុវជនម្នាក់នេះមូលហេតុគឺដោយសារតែចិននេះមិនអាចមានឱកាសយកវាទៅក្រវែងចោលឬបំផ្លាញដោយផ្ទាល់ដៃបានឡើយព្រោះតែរូបនាងកំពុងតែស្ថិតនៅក្រោមការតាមដាននិងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់ឪពុកចិញ្ចឹមនិងប៉ូលីសតែទូរស័ព្ទដៃមួយគ្រឿងនេះគឺត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែចូលទឹកហើយដូចនេះក្រុមភ្នាក់ងារបច្ចេកទេសរបស់ប៉ូលីសមិនអាចមានសមត្ថភាពក្នុងការទាញយកទិន្នន័យណាមួយចេញពីទូរស័ព្ទនោះបានឡើយចំណែកឯក្មេងប្រុសអ្នកញៀនថ្នាំដែលជាអ្នកទិញទូរស័ព្ទនោះក៏ត្រូវបានប៉ូលីសស៊ើបអង្កេតឃើញថាគាត់ពិតជាមិនមានជាប់ពាក់ព័ន្ធឬដឹងឮនឹងផែនការឃាតកម្មវាយសម្លាប់បងប្អូនទាំងពីរនាក់នោះឡើយដោយសារតែចិននេះនិងលោក Esmeralda សុទ្ធសឹងតែជាអនិច្ចជនដែលមានអាយុក្រោម18ឆ្នាំដូចនេះស្របតាមច្បាប់ការពារកុមារយ៉ាងតឹងរ៉ឹងរបស់ប្រទេសហ្វីលីពីនក្រុមប៉ូលីសព្រហ្មទណ្ឌគឺមិនត្រូវបានអនុញ្ញាតឲ្យលាតត្រដាងឬបង្ហាញព័ត៌មានលម្អិតនៃចម្លើយសារភាពរបស់ពួកគេជាសាធារណៈឡើយសូម្បីតែចំពោះមុខឪពុកម្ដាយចិញ្ចឹមដែលព្យាយាមចង់ដឹងចង់ឮថាតើក្មេងទាំងពីរនាក់នេះបាននិយាយអ្វីខ្លះក៏សមត្ថកិច្ចមិនអាចផ្ដល់ជូនបានដែរនៅក្នុងពេលជាមួយគ្នានោះដែរជានេះក៏បានប្រកាសបដិសេធមិនព្រមផ្ដល់កិច្ចសហការផ្លូវច្បាប់ណាមួយបន្ថែមទៀតឡើយហើយដូចនេះហើយរហូតមកដល់បច្ចុប្បន្នព័ត៌មានលម្អិតពិតប្រាកដនឹងការវិភាគស៊ីជម្រៅជុំវិញ
រឿងរ៉ាវថាតើផែនការកិច្ចកម្មនេះត្រូវបានពួកគេគ្រោងទុកនិងបានប្រព្រឹត្តទៅតាមលំនាំបែបណាប្រកបនោះគឺនៅតែជាអាចកំបាំងដែលមិនទាន់មានអ្នកណាអាចរកឃើញចម្លើយ 100% នៅឡើយទេនៅក្នុងដំណាក់កាលនោះស្ត្រីជាម្ដាយបង្កើតរបស់បងប្អូនត្រកូលម៉ាក្វាត្រូវបានកម្លាំងប៉ូលីសនិងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាច្រើនហៅមកបើកបទសម្ភាសន៍ខណៈពេលដែលនាងកំពុងតែស្ថិតនៅក្នុងសភាពស្រឡាំងកាំងនិងតក់ស្លុតជាខ្លាំងមិននឹកស្មានថាកូនស្រីចិញ្ចឹមដែលនាងធ្លាប់ស្រឡាញ់ហ៊ានលើកដៃធ្វើបាបកូនបង្កើតរបស់នាងយ៉ាងសាហាវបែបនេះឡើយនាងបានលាតត្រដាងថានៅពេលដែលនាងគិតត្រឡប់ទៅរកអតីតកាលវិញនាងទើបតែដឹងខ្លួននិងអាចសម្គាល់ឃើញនៅសញ្ញាអាសន្នឬសញ្ញាព្រមានគ្រោះថ្នាក់ជាច្រើនដែលស្ដែងចេញពីចរិតរបស់ចេនីដែលតាមពិតទៅក្រុមគ្រួសារត្រកូលម៉ាក្វាតបានជួបនិងស្គាល់ចេនីជាលើកដំបូងមកនៅក្នុងកំឡុងឆ្នាំ2020ដែលកាលនោះចេនីកំពុងតែបំពេញការងារជាអ្នកបម្រើនិងថែរក្សាផ្ទះឲ្យមិត្តភក្តិជិតស្និទ្ធម្នាក់របស់ស្ត្រីជាម្ដាយចិញ្ចឹមនៅក្នុងកំឡុងពេលនោះឯងនាងតែងតែមកលេងផ្ទះរបស់មិត្តភក្តិម្នាក់នេះជាប្រចាំដោយមានកវិនមកជាមួយនាងជានិច្ចដោយសារតែចេនីនិងកវិនមានវ័យអាយុស្របាលគ្នាពួកនាងទាំងពីរនាក់តែងតែចំណាយពេលអង្គុយជជែកគ្នាលេងយ៉ាងស្និទ្ធស្នាលរហូតមិនយូរប៉ុន្មានពួកនាងក៏បានអភិវឌ្ឍទំនាក់ទំនងคล้ายទៅជាមិត្តភក្តិដ៏ល្អបំផុតនឹងគ្នាចេនីតែងតែដើរមកសុំជំនួយនិងសុំឲ្យកវិនជួយបង្រៀនមេរៀននិងកិច្ចការសាលាផ្សេងហើយដោយសារតែមានចរិតស្លូតបូតនិងចិត្តបុណ្យកវិនតែងតែរីករាយនិងស្ទុះស្ទាជួយបង្រៀនមិត្តភក្តិរបស់នាងដោយស្មោះស្ម័គ្របំផុតនៅក្នុងកំឡុងពេលដែលពួកនាងកំពុងតែបង្កើតភាពស្និទ្ធស្នាលនឹងគ្នានោះចេនីបានចាប់ផ្ដើមប្រាប់កវិនជំវិញប្រវត្តិរូបនៃការចិញ្ចឹមបីបាច់ថែរក្សាដ៏កំសត់របស់នាងថាខ្លួននាងផ្ទាល់បានចាប់កើតនៅក្នុងគ្រួសារមួយដែលក្រីក្រតោកយ៉ាក្រីក្រខ្លាំងហួសហេតុរហូតដល់ថ្នាក់សាច់ញាតិមិនមានសមត្ថភាពអាចនឹងចិញ្ចឹមបីបាច់ថែរក្សានាងបានព្រមទាំងកុហកថាម្ដាយឪពុកបង្កើតរបស់នាងគឺបានស្លាប់បាត់បង់ជីវិតអស់ទៅហើយនាងបានបន្តរៀបរាប់សាច់រឿងប្រឌិតថាបន្ទាប់ពីឪពុកម្ដាយស្លាប់ចោលនាងត្រូវបានគេបង្ខំចិត្តបញ្ជូនឲ្យទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាទាំងវេទនានាងបានប្រើប្រាស់ខ្សែជីវិតកំសត់នេះដើម្បីមកយំសោកប្រាប់កវិនថាការដែលនាងត្រូវប្រឹងប្រែងរៀនសូត្រផងនិងត្រូវបង្ខំចិត្តធ្វើការជាឈ្នួលបម្រើផ្ទះគេផងនោះគឺវាមានភាពលំបាកនិងហត់នឿយខ្លាំងណាស់ព្រោះតែថៅកែស្រីដែលជាអ្នកជួលនាងតែងតែប្រើប្រាស់កម្លាំងពលកម្មនាងស្ទើរតែគ្រប់បែបយ៉ាងគ្មានពេលសម្រាកឡើយនៅក្នុងកំឡុងពេលនោះចេនីបានប្រាប់កវិនអំពីសាកលវិទ្យាល័យក្នុងក្តីស្រមៃរបស់នាងព្រមទាំងបានយំសោកកុហកថារដ្ឋាភិបាលនឹងកាត់ផ្តាច់ប្រាក់ឧបត្ថម្ភនិងដេញនាងចាក់ចេញពីមណ្ឌលកុមារកំព្រាទាំងបង្ខំភ្លាមនៅពេលដែលនាងឈានចូលដល់វ័យ18ឆ្នាំគ្រាន់តែបានឮរឿងរ៉ាវកំសត់នេះផ្លែតវិនដែលមានចិត្តបុណ្យបានប្រញាប់រត់ទៅរកម្ដាយបង្កើតរបស់នាងរួចចាប់ដើមអង្វរកសុំឲ្យក្រុមគ្រួសារយកព្រមទទួលយកចេនីមកចិញ្ចឹមជាកូនធွာដំបូងឡើយឪពុកម្ដាយមានការស្ទាក់ស្ទើរយ៉ាងខ្លាំងប៉ុន្តែដោយសារតែកវិនព្យាយាមអង្វរកផងម្យ៉ាងវិញទៀតចេនីតែងតែសម្ដែងពុទ្ធជាមនុស្សដែលមានភាពស្មោះត្រង់មានជីវធម៌សុភាពរាបសារនិងចេះដឹងខុសត្រូវខ្ពស់ទើបពួកគាត់សម្រេចចិត្តមកសុំធានាយកនាងមកចិញ្ចឹមបីបាច់ជាកូនស្រីចិញ្ចឹមលុះដល់ខែកក្កដាឆ្នាំ2021នីតិវិធីនៃការទទួលចិញ្ចឹមកូនចិញ្ចឹមត្រូវបានបញ្ចប់ជាស្ថាពរហើយចេនីត្រូវបានស្វាគមន៍ឲ្យចូលមកស្នាក់នៅក្រោមដំបូលផ្ទះគ្រួសារត្រកូលម៉ាក្វាតយ៉ាងកក់ក្ដៅបំផុតមនុស្សគ្រប់គ្នានៅក្នុងផ្ទះបានផ្ដល់តម្លៃនិងប្រព្រឹត្តចំពោះចេនីយ៉ាងល្អដូចជានាងគឺជាសមាជិកបង្កើតក្នុងគ្រួសារតាំងពីដើមមកម្លេះតែបើក្រឡេកទៅមើលសញ្ញាអាសន្នព្រមានគ្រោះថ្នាក់គឺចាប់ដើមលេចឡើងនៅក្នុងខែសីហាឆ្នាំ2021ដែលសាច់ប្រាក់សុទ្ធចំនួន10,000 ពេសូហ្វីលីពីនបានបាត់ចេញពីកូនជ្រូកសន្សំលុយរបស់កូននៅក្នុងផ្ទះនៅពេលនោះចេនីបានដោះសារប្រាប់អ្នករាល់គ្នាទាំងកុហកថាលុយនោះច្បាស់ជាត្រូវចោលពីខាងក្រៅលួចបាត់ទៅហើយប៉ុន្តែជារឿងចៃដន្យនៅថ្ងៃបន្ទាប់ស្ត្រីជាម្ដាយបានរកឃើញសាច់ប្រាក់សុទ្ធមួយចំនួនធំលាក់ទុកនៅក្នុងកាតាបរៀនរបស់ចេនីដែលភស្តុតាងនេះបានបង្ខំឲ្យនាងត្រូវអោនក្បាលសារភាពទទួលស្គាល់កំហុសថារូបនាងផ្ទាល់ពិតជាអ្នកលួចលុយនោះមែនតែដោយសារតែមានចិត្តមេត្តាខ្ពស់គ្រួសារត្រកូលម៉ាក្វាតបានសម្រេចចិត្តផ្ដល់ការអភ័យទោសនិងនៅតែបន្តអាណិតអាសូរដល់រូបនាងដដែលមូលហេតុគឺដោយសារតែកវិនបានប្រឹងជួយអង្វរកសុំទោសចំនួនមិត្តភ័ក្តិ
ពួកគាត់បានគិតយល់អធ្យាស្រ័យថាអំពើចោរកម្មរបស់នាងពេលនោះវាគ្រាន់តែជាទម្លាប់ចាស់ពីអតីតកាលក្នុងសម័យកាលដែលនាងត្រូវបង្ខំចិត្តធ្វើការងារហត់នឿយដើម្បីរស់តែប៉ុណ្ណោះចេនីបានសុំទោសទាំងទឹកភ្នែកហើយការសុំទោសនោះត្រូវបានគ្រួសារទទួលយកទាំងរីករាយរឿងដ៏គួរឲ្យព្រឺក្បាលនិងចម្លែកបំផុតបានកើតឡើងនៅក្នុងឆ្នាំ2021គឺចេនីបានចេញគំនិតស្នើសុំឲ្យពុកម្ដាយចិញ្ចឹមបើកខ្សែភាពយន្តភ័យរន្ធត់ Hollywood ដ៏ល្បីល្បាញមួយកាលពីឆ្នាំ2009ដែលមានចំណងជើងថា Orphan ឲ្យអ្នករាល់គ្នាអង្គុយមកជុំគ្នាប៉ុន្តែនៅពេលនោះពុកម្ដាយរបស់នាងបានបដិសេធសំណើនេះពីព្រោះពួកគាត់យល់ឃើញថាខ្លឹមសារសាច់រឿងនៃខ្សែភាពយន្តមួយនេះដែលនិយាយពីស្ត្រីវ័យចំណាស់ម្នាក់បន្លំខ្លួនធ្វើជាក្មេងស្រីអនិច្ចជនដើម្បីឲ្យគេយកទៅចិញ្ចឹមជាកូនធម៌រួចដើររៀបផែនការកាប់សម្លាប់សមាជិកគ្រួសារចិញ្ចឹមចោលទាំងអស់គឺជារឿងមួយដែលមានភាពព្រឺព្រួយតក់ស្លុតនិងរំខានដល់ផ្លូវចិត្តខ្លាំងពេកមិនសមស្របនឹងមើលជុំគ្រួសារឡើយនៅពេលក្រោយមកទើបគ្រប់ភាគីពាក់ព័ន្ធបានដឹងការពិតថាជំរឿនៃការស្នើសុំមើលខ្សែភាពយន្តរបស់ចេនីនាពេលនោះគឺមិនមែនជាការជ្រើសរើសមើលភាពយន្តកម្សាន្តធម្មតាតាមអាយុឡើយផ្ទុយទៅវិញវាគឺជាការបង្ហាញនិងការទម្លាយចេញផែនការពិឃាតពិតប្រាកដដែលនាងកំពុងតែលួចរៀបចំគិតទុកជាមុននៅក្នុងខួរក្បាលរបស់នាងនៅក្នុងកំឡុងពេលប្រមាណសប្តាហ៍ចុងក្រោយនៅមុនពេលដែលអំពើឃាតកម្មដ៏ប្រៃផ្សៃផ្ទុះឡើងចេនីដែលជាធម្មតាធ្លាប់តែជាក្មេងស្រីឧស្សាហ៍ព្យាយាមបែរជាបានផ្លាស់ប្ដូរចរិតលក្ខណៈទាំងស្រុងដោយនាងបានក្លាយជាខ្ជិលច្រអូសបដិសេធមិនព្រមជួយធ្វើកិច្ចការងារផ្ទះឬកិច្ចការសាលាណាមួយទាល់តែសោះនៅពេលដែលត្រូវឪពុកម្ដាយចិញ្ចឹមរំលឹកដាស់តឿននាងតែងតែពោលពាក្យសុំទោសស្ដាប់ទៅសមហេតុផលប៉ុន្តែនៅពីក្រោយខ្នងគឺនាងនៅតែបន្តមិនខ្វល់ខ្វាយនិងធ្វើការងារបែបកន្តើយប្រងើយមិនពេញចិត្តដដែលអ្វីដែលជាចំណុចចម្លែកចុងក្រោយបង្អស់នោះគឺចាប់តាំងពីថ្ងៃដំបូងដែលដើរចូលមកស្នាក់នៅក្នុងផ្ទះចេនីគឺមិនដែលធ្លាប់ហៅឪពុកម្ដាយចិញ្ចឹមរបស់នាងថាម៉ាក់ឬក៏ប៉ាសូម្បីតែមួយម៉ាត់ឡើយប៉ុន្តែនៅព្រឹកព្រលឹមថ្ងៃកើតហេតុនោះគឺនៅមុនពេលដែលពួកគាត់ទាំងពីរនាក់ត្រៀមខ្លួនដើរចាក់ចេញពីផ្ទះទៅធ្វើការចេនីបែរជាបានដើរមកហៅពួកគាត់ថាម៉ាក់និងប៉ាជាលើកដំបូងមកអស់ដែលទង្វើខុសប្រក្រតីនេះត្រូវបានប៉ូលីសជឿជាក់ថាវាគឺជាល្បិចកលរៀបចំឆាកនឹងការសម្ដែងធ្វើពុតជាស្រឡាញ់ដើម្បីកុំឲ្យពួកគាត់មានការសង្ស័យបើនិយាយពីរឿងរ៉ាវប្រវត្តិរូបដ៏កំសត់និងការធ្វើជាក្មេងកំព្រារបស់នាងតាមពិតទៅចេនីបានកុហកបោកប្រាស់គ្រួសារត្រកូលម៉ាក្វាតតាំងពីថ្ងៃដំបូងម្លេះនាងមិនមែនជាក្មេងកំព្រាដែលពុកម្ដាយស្លាប់ចោលដោយអ្វីដែលនាងធ្លាប់បានប្រឌិតឡើងឡើយគឺឪពុកម្ដាយបង្កើតពិតប្រាកដរបស់នាងនៅមានជីវិតនៅឡើយហើយពួកគាត់កំពុងតែស្វែងរកកូនស្រីម្នាក់នេះខ្លាំងណាស់នៅពេលដែលសំណុំរឿងឃាតកម្មមួយនេះបានផ្ទុះឡើងនិងបានក្លាយជាប្រធានបទក្តៅគគុកដែលមានការជជែកដេញដោលនិងការចុះផ្សាយច្រើនបំផុតនៅលើបណ្ដាញសង្គមអ៊ីនធឺណិតក្នុងប្រទេសហ្វីលីពីនក្រុមអ្នកលេងអ៊ីនធឺណិតដែលជាអ្នកជំនាញស៊ើបអង្កេតតាមប្រព័ន្ធ Digital មួយក្រុមបាននាំគ្នាធ្វើការជីកកកាយប្រមូលព័ត៌មាននិងស្វែងរកឯកសារចាស់ៗឲ្យបានច្រើនតាមដែលអាចធ្វើទៅបានជុំវិញខ្សែស្រឡាយប្រវត្តិរបស់ចេនីនិងគ្រួសារបង្កើតរបស់នាងរហូតដល់ចុងក្រោយពួកគាត់បានទៅប្រទះឃើញសេចក្តីជូនដំណឹងស្វែងរកមនុស្សបាត់ខ្លួនមួយកាលពីអតីតកាលរបស់ក្មេងស្រីតូចម្នាក់ដែលមានភិនភាគនិងមុខមាត់ដូចគ្នាបែបបិទទៅនឹងរូបរាងរបស់ចេនីកាលពីនៅក្មេងយោងតាមកំណត់ត្រាច្បាប់កាលពីថ្ងៃទី22ខែកញ្ញាក្នុងឆ្នាំ2013ក្រុមកម្លាំងប៉ូលីសហ្វីលីពីនរួមសហការគ្នាជាមួយប្រជាពលរដ្ឋក្នុងតំបន់បានប្រកាសចេញដីកាស្វែងរកមនុស្សបាត់ខ្លួនជាផ្លូវការសម្រាប់ក្មេងស្រីតូចម្នាក់ដែលមានអាយុប្រហែល7ទៅ8ឆ្នាំដែលកាលនោះគេបានប្រទះឃើញនាងកំពុងតែជិះទូកធ្វើដំណើរម្នាក់ឯងនៅក្នុងទឹកដីខេត្តកូតាបាតូក្មេងស្រីតូចរូបនោះបានហៅខ្លួនឯងថាចេនីប៉ុន្តែនាងដូចជាមានវិបត្តិផ្លូវចិត្តខ្លាំងរហូតមិនអាចចងចាំឈ្មោះឪពុកម្ដាយមិនចាំផ្ទះសម្បែងមិនអាចប្រាប់ពីអាស័យដ្ឋានពិតប្រាកដរបស់ខ្លួនបានឡើយនៅក្នុងដំណាក់កាលនោះសមត្ថកិច្ចបានសន្និដ្ឋានថានាងប្រហែលជាក្មេងស្រីដែលដើរវង្វេងផ្លូវឬត្រូវបានគ្រួសារយកមកបោះបង់ចោលទើបប៉ូលីសបានប្រកាសផ្សាយរូបថតរបស់នាងដើម្បីស្នើសុំជំនួយពីសាធារណជនក្នុងការជួយកំណត់អត្តសញ្ញាណពិតរបស់នាងប៉ុន្តែក្រោយពេលប្រកាសផ្សាយជាច្រើនខែបែរជាគ្មានសាច់ញាតិឬគ្មានមនុស្សណាម្នាក់ចេញមកទទួលស្គាល់ឬមកទទួលយកនាងឡើយហើយសេចក្តីជូនដំណឹងនោះក៏បានស្ងប់ស្ងាត់ទៅវិញដោយសារតែគ្មានការចាប់អារម្មណ៍ពីសង្គម
អាស្រ័យហេតុនេះចុងក្រោយប៉ូលីសក៏បានសម្រេចចិត្តរៀបចំឯកសារនាំខ្លួនក្មេងស្រីតូចរូបនោះយកទៅផ្ញើស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាតាំងពីពេលនោះមកនៅពេលដែលសេចក្តីជូនដំណឹងស្វែងរកមនុស្សបាត់ខ្លួនចាស់ជិត10ឆ្នាំមុនត្រូវបានអ្នកលេងអ៊ីនធឺណិតជីកកកាយយកមកបង្ហោះចែកចាយតគ្នានៅលើបណ្ដាញសង្គមក៏បានផ្សាយទៅដល់ភ្នែករបស់ពុកម្ដាយបង្កើតពិតប្រាកដរបស់ចេនីដែលតាមពិតទៅចេនីកើតនៅក្នុងឆ្នាំ2005ដោយនាងគឺជាកូនស្រីពៅក្នុងចំណោមបងប្អូនបង្កើតសរុបចំនួន3នាក់ឪពុកបង្កើតរបស់នាងគឺជាមនុស្សដែលញៀនល្បែងស៊ីសងយ៉ាងធ្ងន់ធ្ងរដោយសារតែបំផ្លាញគ្រួសាររឿងល្បែងនេះម្ដាយបង្កើតរបស់នាងទ្រាំមិនបានក៏បានសម្រេចចិត្តដាក់ពាក្យប្តឹងលែងលះគាត់នៅក្នុងឆ្នាំ2008រួចហើយនាងក៏បានទៅកសាងគ្រួសារថ្មីរៀបការជាមួយស្វាមីថ្មីនិងបង្កើតបានកូនម្នាក់បន្ថែមទៀតកាលនោះម្ដាយបង្កើតរបស់នាងបានខិតខំប្រឹងប្រែងតស៊ូតាមផ្លូវច្បាប់រហូតអាចដណ្ដើមយកបានទ្រព្យសម្បត្តិតិចតួចដែលនៅសេសសល់ពីការលេងល្បែងរបស់អតីតប្តីរួចបានយកទ្រព្យសម្បត្តិទាំងនោះមកបែងចែកឲ្យកូនទាំង3នាក់ស្មើគ្នាក្មេងៗទាំង3នាក់បានស្នាក់នៅជុំគ្នាមួយរយៈពេលដំបូងប៉ុន្តែចុងក្រោយដោយសារតែជីវភាពខ្វះខាតខ្លាំងពួកគេក៏ត្រូវបង្ខំចិត្តបែកបាក់គ្នាហើយត្រូវបានគេបញ្ជូនឲ្យទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាផ្សេងៗគ្នាដាច់ដោយឡែកពីគ្នានៅក្នុងកំឡុងឆ្នាំ2020គឺនៅមុនពេលដែលនាងត្រូវបានគ្រួសារត្រកូលម៉ាក់វ៉ាត់ទទួលយកមកចិញ្ចឹមតាមពិតទៅចេនីធ្លាប់បានធ្វើដំណើរទៅជួបជាមួយគ្រួសារបង្កើតរបស់នាងរួចម្ដងទៅហើយប៉ុន្តែនៅក្នុងការជួបជុំគ្នានោះក្រុមគ្រួសារបង្កើតបានចោទប្រកាន់ចេនីថាជាកូនស្រីដែលចិត្តដាច់ហ៊ានកាត់ផ្ដាច់ទំនាក់ទំនងនិងលែងរាប់អានពួកគាត់ពីព្រោះតែនាងមើលឃើញថាគ្រួសារបង្កើតរបស់ខ្លួនគឺមានសភាពក្រីក្រតោកយ៉ាក់ពេកមិនអាចផ្ដល់ផលប្រយោជន៍ឬផ្ដល់លុយកាក់ទ្រព្យសម្បត្តិអ្វីដល់នាងបានឡើយដែលនេះបញ្ជាក់ថានាងបានរៀបចំផែនការបន្លំខ្លួនធ្វើជាក្មេងកំព្រាដើម្បីស្វែងរកគ្រួសារអ្នកមានទ្រព្យសម្បត្តិដោយងាយស្រួលឲ្យនាងចូលមករស់នៅសោកនាដកម្មដែលចេនីបានបង្កើតឡើងបានធ្វើឲ្យម្ដាយបង្កើតរបស់នាងរំជួលចិត្តនិងខ្លោចផ្សាខ្លាំងណាស់ម្ដាយបង្កើតរបស់ចេនីបានសម្រេចចិត្តធ្វើដំណើរមកចូលរួមនៅក្នុងពិធីបុណ្យសពរបស់ Queen និង Louis ព្រមទាំងបានយំសោកបោកខ្លួននិងពោលពាក្យសុំទោសយ៉ាងខ្លាំងទៅកាន់ឪពុកម្ដាយរបស់ជនរងគ្រោះព្រោះក្នុងនាមជាម្ដាយបង្កើតនាងនៅតែមានអារម្មណ៍ក្តុកក្តួលនិងមានអារម្មណ៍ថាខ្លួនឯងត្រូវចូលរួមទទួលខុសត្រូវចំពោះការដែលខ្វះខាតការប្រដៅកូនបណ្ដាកូនស្រីរបស់ខ្លួនបង្កើតឡើងនៅទង្វើដ៏សាហាវយង់ឃ្នងបែបនេះនៅក្នុងឱកាសនោះលោកគ្រូនិងភរិយាដែលជាឪពុកម្ដាយបង្កើតរបស់ជនរងគ្រោះបានប្រាប់ទៅកាន់នាងឲ្យនាងសាកល្បងធ្វើដំណើរទៅជួបមុខចេនីដល់កន្លែងឃុំឃាំងដើម្បីជួយនិយាយណែនាំអប់រំប្រដៅនិងបញ្ចុះបញ្ចូលឲ្យនាងព្រមសារភាពការពិតប្រសិនបើនាងពិតជាកើតមានគំនិតស្ដាយក្រោយចំពោះទោសកំហុសមែននោះប៉ុន្តែនៅពេលដែលស្ត្រីជាម្ដាយបង្កើតបានធ្វើដំណើរទៅដល់មជ្ឈមណ្ឌលឃុំឃាំងចេនីបែរជាសម្ដែងចរិតកាយសាហាវនិងប្រកាសបដិសេធមិនព្រមចេញមកជួបមុខម្ដាយបង្កើតរបស់ខ្លួនឡើយមួយវិញទៀតក្រុមកម្លាំងមន្ត្រីប្រចាំក្រសួងអភិវឌ្ឍសង្គមនិងសុខុមាលភាពក៏បានចេញដោយការបញ្ជាបង្ខំឲ្យស្ត្រីជាម្ដាយបង្កើតរូបនេះត្រូវតែចាក់ចែងពីបរិវេណមជ្ឈមណ្ឌលភ្លាមផងដែរដោយសារតែនៅក្នុងដំណាក់កាលនោះនាងមិនមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ដើម្បីមកផ្ទៀងផ្ទាត់និងបញ្ជាក់ទៅកាន់សមត្ថកិច្ចថាខ្លួនពិតជាម្ដាយបង្កើតរបស់ចេនីពិតប្រាកដមែននៅក្នុងខែមិនិនាឆ្នាំ2022ទាំងចេនីនិងអេស្មេរ៉ាដូត្រូវបានព្រះរាជអាជ្ញាប្រកាសចោទប្រកាន់ជាផ្លូវការពីបទឧក្រិដ្ឋកម្មឃាតកម្មកម្រិតធ្ងន់ធ្ងរលុះឈានចូលមកដល់ថ្ងៃទី17ខែឧសភាឆ្នាំ2022ក្រុមប្រឹក្សាចៅក្រមបានសម្រេចប្រកាសសាលក្រមរកឃើញពិរុទ្ធភាពនិងកាត់ទោសអ្នកទាំងពីរជាប់ពន្ធនាគារដោយសារនៅក្នុងកំឡុងពេលប្រព្រឹត្តបទល្មើសពួកគេទាំងពីរនាក់ស្ថិតនៅក្នុងឋានៈជាអនិច្ចជនដូចនេះស្របតាមប្រព័ន្ធច្បាប់ហ្វីលីពីនទណ្ឌកម្មផ្ដន់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតគឺមិនអាចយកមកអនុវត្តបានឡើយហេតុដូចនេះតុលាការបានប្រកាសទោសជំនួសវិញដូចជាអេស្មេរ៉ាដាត្រូវបានចៅក្រមកាត់ទោសឲ្យជាប់ពន្ធនាគារកំណត់រយៈពេល29ឆ្នាំឯចេនីបើទោះបីជានាងមិនបានកាប់សម្លាប់បងប្អូនចិញ្ចឹមដោយផ្ទាល់ដៃក៏ដោយប៉ុន្តែតុលាការបានវាយតម្លៃចាត់ថ្នាក់នាងថាជាមេខ្លោងធំនិងជាអ្នករៀបចំផែនការព្រោះបើគ្មានការរៀបចំគ្រោងការទុកមុននិងបើកទ្វារនាំផ្លូវពីនាងនោះទេអេស្មេរ៉ាដូក៏មិនអាចឈានជើងចូលមកកាប់សម្លាប់បងប្អូនត្រកូលម៉ាក់វ៉ាត់បានដែរហើយដូចនេះចៅក្រមបានសម្រេចកាត់ទោសនាងឲ្យជាប់ពន្ធនាគារធ្ងន់ជាងគឺរយៈពេល31ឆ្នាំសាលក្រមផ្ដន្ទាទោសទាំងពីរករណីនេះគឺតុលាការចារដីកា
មិនរាប់បញ្ចូលលទ្ធភាពក្នុងការស្នើសុំការដោះលែងឲ្យនៅក្រៅឃុំមុនការកំណត់ឬការបន្ធូរបន្ថយទោសណាមួយឡើយផ្អែកលើច្បាប់ការពារកុមារពួកគេទាំងពីរនាក់ត្រូវបង្ខំចិត្តស្នាក់នៅអនុវត្តទោសក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍសង្គមនិងសុខុមាលភាពរហូតដល់ថ្ងៃប្រារព្ធពិធីគប់កំណើតគម្រប់21ឆ្នាំរបស់ពួកគេរួចហើយទើបសមត្ថកិច្ចផ្ទេរខ្លួនពួកគេឲ្យទៅនៅក្នុងពន្ធនាគារមនុស្សពេញវ័យពិតប្រាកដដើម្បីបន្តអនុវត្តទោសដែលនៅសេសសល់លោកគ្រូនិងភរិយាដែលជាឪពុកម្ដាយបង្កើតរបស់ Queen និង Louis មានអារម្មណ៍ក្តុកក្តួលខ្លាំងចំពោះសារក្រមនេះពួកគាត់បានទទួលស្គាល់និងយល់ស្របថានេះគឺជាកម្រិតទណ្ឌកម្មទម្ងន់ធ្ងន់ធ្ងរបំផុតស្មើនឹងច្បាប់កម្ពុជាដែលចៅក្រមអាចផ្ដល់ជូនបានហើយក្រោមលក្ខខណ្ឌច្បាប់ការពារអនិច្ចជនហើយពួកគាត់ក៏មិនបានបន្ទោសទៅតុលាការថាធ្វើអ្វីខុសឆ្គងដែរប៉ុន្តែនៅក្នុងចិត្តរបស់ពួកគាត់គឺនៅតែមានអារម្មណ៍ក្រៀមក្រំនិងយកឃើញថាច្បាប់ការពារអនិច្ចជនទាំងនោះគួរតែត្រូវបានរដ្ឋាភិបាលធ្វើការកែប្រែពីព្រោះទោសត្រឹមតែ30ឆ្នាំជាងនេះមានសភាពស្រាលពេកបើប្រៀបធៀបទៅនឹងអាយុជីវិតកូនបង្កើតទាំងពីរនាក់ដែលត្រូវបានបាត់បង់តែអ្វីដែលជាវិបដិសារីនិងជាការជឿចាប់ពិតប្រាកដរបស់ពួកគាត់គឺការដែលបានប្រទះឃើញចរិតលក្ខណៈដ៏រឹងរូសអាត្មានិយមនិងគ្មានការស្ដាយក្រោយសូម្បីតែបន្តិចរបស់ជានេះពួកគាត់បានប្រាប់ក្រុមអ្នកកសែតទាំងទឹកភ្នែកថាតាមពិតទៅពួកគាត់មានចិត្តបន់ត្រៀមនិងអភ័យទោសឲ្យនាងជានិច្ចបើទោះបីជានាងបានធ្វើបាបកូនពួកគាត់សាហាវកម្រិតណាក៏ដោយដរាបណានាងព្រមពោលពាក្យសំទោសនិងសម្ដែងការសោកស្ដាយចេញពីចិត្តប៉ុន្តែផ្ទុយស្រឡះពីការរំពឹងទុកពេញមួយដំណើរការនៃការកាត់ក្តីនៅក្នុងតុលាការពួកគាត់បែរជាបានឃើញភ្នែករបស់ចេនីលួចញញឹមឌឺដងសើចចំអកដកលើយមកកាន់ពួកគាត់យ៉ាងប្រហើនព្រមទាំងមិនបានបង្ហាញនៅអាការៈនៃការដឹងខុសស្ដាយក្រោយសូម្បីតែបន្តិចឡើយលុះឈានចូលមកដល់ថ្ងៃទី20ខែសីហាក្នុងឆ្នាំ2024 Esmeralda ត្រូវបានសមត្ថកិច្ចផ្ទេរខ្លួនចាក់ចេញពីមជ្ឈមណ្ឌលយុវជនយកទៅដាក់ឃុំឃាំងនៅក្នុងពន្ធនាគារមនុស្សពេញវ័យជាផ្លូវការមុនអាយុកំណត់បន្តិចដើម្បីបន្តអនុវត្តទោស